រៀបចំជុំវិញផ្ទះទី3សង់ Enderman XP Farm ហើយនឹងទី4រក XP ឲ្យបាន100គឺថាមានគ្នាយើង comment ឆ្នាំមែនទែនបងដើម្បីសង់ផ្ទះឲ្យប្រហុកបងដើម្បីសង់ផ្ទះឲ្យប្រហុកបងដើម្បីសង់ផ្ទះឆ្កែបងដើម្បីសង់ផ្ទះឲ្យប្រហុកអញ្ចឹងឥឡូវនេះយើងនឹងចាប់ផ្ដើមសង់ផ្ទះឲ្យប្រហុកឥឡូវយើងទៅរកប្រហុកសិនអាប្រហុកខ្ញុំដូចជានៅក្នុងផ្ទះនេះឥឡូវនាំមកក្រៅបងណានេះគឺជាប្រហុករបស់យើងអញ្ចឹងខ្ញុំនឹងសង់ផ្ទះប្រហុកនៅកន្លែងនេះនេះជាទំហំមកផ្ទះរបស់វាហើយឥឡូវគឺខ្ញុំសូមប្រមូលអីវ៉ាន់ដែលយើងត្រូវការមួយផ្លែតតមកទៀតនោះគឺយើងផលិតវាទៅជារបស់ដែលយើងត្រូវការតឡើងចាប់ផ្ដើមសង់ផ្ទះនឹងហ្មងទៅនេះបងនោះគឺយើងបិទកន្លែងនេះមកអញ្ចឹងអាប្រហុកទីទៀតមានផ្ទះនៅហើយនេះអាប្រហុកឥឡូវវាអង្គុយនេះសិនទៅអាប្រហុកយើងដាក់ឈើចឹងយើងបោះសបងវាចេញមកហើយយើងដាក់នេះឥឡូវអញ្ចឹងតែរបស់យើងហើយនាងអញ្ចឹងតែនេះចម្លែកតិចហើយអានេះមកបានតមកគឺយើងកាប់ប្រួយអានេះដូចគ្នាអានេះទៅនេះមួយនេះមួយទៅនេះមួយទៅនេះមួយប្រួយចេញមករងមូលចឹងទៅនេះមួយទៅនេះមួយទៅនេះមកយើងដាក់នេះទៅនេះ1 2 3នេះដាក់ឡើយនេះមួយនេះមួយអានេះមួយកន្លែងនេះមួយប៊ុំប៊ុំបាមហើយរូបរាងខាងមុខចេញមកនាងឥឡូវយើងឡើងមកលើនេះយើងដាក់អានេះទៅនេះមួយទៅនេះមួយ1 2 3 1 2 3ទៅនេះមួយទៅនេះមួយទៅនេះចោលនេះចោល1 2 3អានេះដូចគ្នា1នេះប៊ុំប៊ុំតែចាប់តាមចេញរូបរាងមកតិចតិចហើយយើងសតបូលតមកទៀតនោះគឺយើងទៅឡើងទៅនេះ1 2 អានេះវិញយើងដាក់នេះអានេះដូចគ្នានេះគឺជារូបរាងផ្ទះឆ្កែរបស់យើងចេញមកតិចតិចហើយពេលនេះចាប់ផ្ដើមសង់ដបូលអីគ្នាយើងដាក់អូយ៉ាងមកធ្លាក់អីណាវទៅអូយធ្លាក់ទៀតណាចុងក្រោយនេះគឺយើងដាក់អានេះស្រីចឹងមកទាំងមកចឹងហើយយើងដាក់នេះកន្លែងនេះប៊ូមកន្លែងនេះមួយទៀតប៊ូមហើយយើងដាក់អានេះកន្លែងនេះ1 2 1 2 1 2 1 1 2 1 ធ្លាក់ទៀតអើយកណ្ដៅហើយបន្តទៀតនោះគឺយើងដាក់អារបងនេះកន្លែងនេះមកចឹងមកបើណែរូបរាងដបូលផ្ទះរបស់យើងនេះចេញមកតិចតិចហើយស្អាតហ្មងណាបន្តមកទៀតនោះគឺយើងដាក់សាញកន្លែងនេះនេះឲ្យវាមើលទៅវាតំណងជាងមុនហើយផ្ទះនឹងដែរគឺខ្ញុំមើលតាម YouTube ទេគ្នាមិនមែនខ្ញុំនឹកឃើញមក design ខ្លួនឯងទេនេះគឺជាផ្ទះរបស់យើងគឺផ្ទះរបស់ប្រហុកនេះច្រឡំផ្ទះរបស់យើងគឺផ្ទះរបស់ប្រហុកគ្រូរៀងចេញមកស្អាតមែនទេខ្ញុំស្រឡាញ់ផ្ទះនេះទេតូចល្មមហើយអាប្រហុកដឹងតែនៅមកស្រួលហ្មងនេះឥឡូវខ្ញុំបានរៀបចំខាងក្នុងហើយនេះគឺជារូបរាងខាងក្នុងគឺមាន2ជាន់ព្រោះយើងមិនមែនចិញ្ចឹមតែប្រហុកមួយទេយើងចិញ្ចឹមសត្វផ្សេងទៀតឥឡូវខ្ញុំចង់ដាក់ក្រែវាទុកដេកនៅខាងក្រោមនេះក្រែនេះហើយកន្លែងនេះមួយទៀតទៅចុះប៊ុំទៅមួយទៀតឥឡូវដាក់ទៅនេះមួយមកអូយមើលទៅអាក្រក់មើលមែនអូខេកាប់ចោលវិញអាការអាក្រក់មើលឥឡូវដាក់កម្រាលព្រំចឹងវិញនេះទៅនេះ2មកទៅនេះ2ហើយទៅនេះ2ដាក់កម្រាលព្រំចឹងមកអាក្រោមនេះវិញក្រែចោលដូចគ្នាវាទៅអាក្រក់មើលមែនទេហើយយើងដាក់កម្រាលព្រំនេះមកនេះមួយទៀតហើយនឹងទៅនេះមួយទៀតឥឡូវគឺខ្ញុំមានឆ្មានៅកន្លែងនេះ2ក្បាលនេះយើងប្រឡែងឆ្មាទៅដាក់នៅផ្ទះនោះវិញអូ3ក្បាលនេះឆ្មារបស់ខ្ញុំឥឡូវខ្ញុំនាំឆ្មាខ្ញុំនេះសិនមកឆ្មាមកលើនេះមកលើហើយឆ្មានេះអង្គុយលើនេះមួយមកឆ្មានេះវាអត់ចង់ឡើងចឹងវាមកនេះមកឈ្មោះឆ្មាទាំង3នេះដែរអ្នកនេះខមមិនខាងក្រោមមកតើខ្ញុំគួរដាក់ឈ្មោះវាឈ្មោះអីចឹងខ្ញុំនឹងរើសមើលឈ្មោះណាដែលខ្ញុំពេញចិត្តខ្ញុំនឹងយកមកដាក់ឈ្មោះឲ្យឆ្មានេះតែម្ដងហើយម្ចាស់ផ្ទះរបស់យើងគឺអាប្រហុកគ្នាអាប្រហុកនេះម្ចាស់ផ្ទះគេមកហេអាប្រហុកអានេះក៏ប្រហុកចុះយើងយកអា speed មកនេះដែរទៅគ្នាយើងចាក់ speed មកទៅនោះដែរហ្មងspeed នេះអា speed យើងដាក់ក្នុងផ្ទះនឹងដែរទៅផ្ទះហ្នឹងគឺយើងចិញ្ចឹមសត្វចិញ្ចឹមរបស់យើងដាក់ក្នុងនឹងទាំងអស់ខ្ញុំអា speed នៅក្នុងនឹងដែរនេះអា speed វានៅទៅនេះហើយគៀននេះវាអារម្មណ៍ថាស្រឡះពេកគ្នាអញ្ចឹងយើងនឹងដាំធ្វើសួនផ្កាតូចមួយកន្លែងនេះ
នេះគឺជាសួនច្បារតូចមួយនៅក្នុងនេះការតាមឲ្យចឹងមកហើយនេះគឺជាសួនច្បាររបស់យើងតូចមួយហ្នឹងហើយនេះនៅពេលដែលយើងដាក់ shader គឺរូបរាងផ្ទះរបស់យើងបែបនេះវ៉ាវលយកប់នេះហើយពេលចម្ងាយទៅផ្ទះរបស់ប្រហុកគឺប៉ុណ្ណឹងនេះលយកមើលជុំវិញបវលវាមកជុំនេះខ្ញុំពេញចិត្តផ្ទះនេះមែនតើអញ្ចឹងសម្រាប់អ្នកដែល comment ថាឲ្យខ្ញុំសង់ផ្ទះប្រហុកឥឡូវនេះគឺខ្ញុំបានសង់ផ្ទះប្រហុកឲ្យហើយគ្នាផ្ទះនេះគឺចេញមកគឺខ្ញុំស្រឡាញ់មែនតើអញ្ចឹងតោះយើងទៅសង់ឲ្យផ្សេងៗទៀតគ្នាចឹងមុននោះយើងបានសង់ផ្ទះប្រហុកហើយដែលយើងធ្វើបន្ទាប់ទៀតនោះគឺរៀបចំខាងក្រៅផ្ទះបន្តិចអ្នកនេះមកខាងក្រៅផ្ទះខ្ញុំបានគឺខ្ញុំប្រើថ្មធម្មតានេះគឺវាមើលទៅញ៉ៃមែនតើអ្នកនេះនេះលងពេញនេះអញ្ចឹងអានេះយើងនឹងកែវាយើងវាយវាចេញគឺយើងនឹងបដូរអំពូលភ្លើងចេញឥឡូវយើងប្រមូលឲ្យបានយើងត្រូវការយកមកតោះឥឡូវចាប់ដើមសង់មកទៅនេះទីដំបូងគឺយើងដាក់នេះទៅនេះមួយដាក់ច្រឡំឯណាដាក់លើនេះមួយមកប៊ុំដាក់នេះមួយមកហើយយើងដាក់នេះមួយហើយយើងដាក់ពូភ្លើងឡើងនេះប៊ុំអញ្ចឹងវាមើលទៅគឺគ្រាន់បើជាងមុននោះរៀងវាញ៉ៃដូចធွာនេះវាញ៉ៃមែនតើហើយបន្ទាប់ខ្ញុំដាក់បាន4បកគោលក្រោយមកគឺថាអ្នកនេះបានគឺគ្រាន់បើជាងមុនពេលយើងដាក់មកគឺមានបកគោលភ្លើងអីមើលទៅស្អាតមែនតើនាងអញ្ចឹងអ្នកនេះនឹងជួបខ្ញុំនៅពេលដែលយើងចាប់ដើមសង់ពេញផ្ទះយើងតែម្ដងដូចជាថយនេះខ្ញុំបីចោលអស់ទៅនាងទុកវាទៅអីហើយចំពោះកន្លែងណាដែលយើងអត់ចង់ដាក់បកគោភ្លើងអ្នកនេះអាចធ្វើចេះបានទីមួយអ្នកនេះបីដីចោលមួយចឹងមកហើយដាក់ភ្លើងក្នុងនេះបីកន្លែងនេះមួយទៀតបីកន្លែងនេះហើយអ្នកនេះយក moss grass នេះដាក់ពីលើចុះនេះដាក់ចឹងមកគឺវាភ្លឺដូចគ្នាអត់ចាំបាច់មានបកគោញ៉ៃហើយចំពោះថយនេះໄວចោលទៅបន្ទាប់ពីខ្ញុំដាក់បកគោភ្លើងមកគឺថាផ្ទះរបស់យើងបន្ទាប់ពីយើងបានដាក់បកគោភ្លើងហើយគឺយើងដាក់ផ្កាអញ្ចឹងមានដាក់ផ្កាតិចតួចអញ្ចឹងចាំតិចតួចអញ្ចឹងកុំឲ្យវាមើលទៅស្រឡះពេកយើងដាំវាចឹងមកកន្លែងដាក់ដាំផ្កាមួយទៅកន្លែងដាក់ពណ៌ផ្កាមកខ្លួនតិចតួចអញ្ចឹងទៅហើយដាក់ផ្កាពណ៌លឿងជុំវិញនេះមកដាំផ្កាទៅនេះម្ដងមកនេះម្ដងដែរមកផ្កាពណ៌លឿងជុំវិញនេះមកហើយនេះដាំផ្កាដែរមកនេះរៀងដូចគ្នាដល់ដាក់ផ្កាពណ៌ខៀវម្ដងនេះដូចគ្នាដាក់ផ្កាពណ៌ខៀវនេះដាំផ្កាមួយដើមពីរដើមអញ្ចឹងមកនេះមួយទៅមួយអញ្ចឹងមកដើមឥឡូវគឺខ្ញុំបានសង់វាហើយរៀងឥឡូវខ្ញុំដើរឲ្យអ្នកនេះមើលតិចទៅរូបរាងវាគឺបែបហ្នឹងមើលជុំវិញគឺសត្វតែផ្កាគឺស្មៅមានពូភ្លើងគឺធ្វើយើងមានអារម្មណ៍ចង់ដើរតែនាងយើងអត់ធុញអារម្មណ៍កលឹមនេះគឺច្រើនតែអត់ដឹងកន្លែងនេះអត់ដឹងកាត់អីទេគឺខ្ញុំបានធ្វើ farm កន្លែងនោះតែវាកើតមកកន្លែងនេះមិនចេះតិចនេះផ្លូវមុខផ្ទះយើងគឺបែបហ្នឹងហើយគៀននេះដូចគ្នាតែនេះក៏មានពូភ្លើងចំណាំពូភ្លើងដែរអ្នកទាំងអស់គឺពូភ្លើងមួយជួរតែម្ដងអញ្ចឹងតែនេះគឺខាងក្រៅផ្ទះយើងគឺស្អាតជាងមុនបានបន្តិចដែរនាងកុំឲ្យវាមើលទៅស្រឡះពេកមើលទៅវាមានពូភ្លើងមានអីជុំវិញផ្ទះយើងអញ្ចឹងណាថ្ងៃហ្នឹងយើងសង់ប៉ុណ្្នឹងឯងតោះឥឡូវយើងចូលទៅសង់អីផ្សេងទៀតអីដែលខ្ញុំចង់ធ្វើបន្តទៀតនោះគឺ XP farm អ្នកនាងស្រាប់ហើយកាលពីអេផ មុនគឺខ្ញុំបានធ្វើ XP farm មួយដែរនៅខាងក្រោមនេះ XP farm គឺនៅខាងក្រោមនេះប៉ុន្តែ XP farm នេះគឺយឺតមែនតើនាងគឺយឺតធ្វើខ្ញុំបានល្បិលតិចមែនតើអញ្ចឹងថ្ងៃនេះខ្ញុំធ្វើមិនក៏ដោយត្រូវតែបាន XP 100តោះឥឡូវចាប់ផ្ដើមរៀបចំអីវ៉ាន់ដើម្បីទៅសង់ទាំងអស់គ្នាយើងត្រូវការថ្មនេះច្រើនមែនតើជាពិសេសនេះគឺយើងត្រូវការ name tag ចំនួន1យើងយក name អញ្ចឹង name tag នេះដាក់ឈ្មោះថា like video នេះម្នាក់មួយអញ្ចឹងអ្នកនាងកុំភ្លេចហើយយើងត្រូវការstructure នេះចំនួន2 stack តោះយើងប៉ុណ្ណឹងបានហើយយើងចាប់ផ្ដើមចេញដំណើរទៅតែម្ដងនេះហើយ XP farm នេះគឺនៅ the end អញ្ចឹងជាដំបូងយើងចូល nether សិនហើយបន្ទាប់មកយើងហោះមកខាងនេះមក photo the end នៅកន្លែងនេះបន្ទាប់មកយើងចូលក្នុង the end ជាដំបូងគឺយើងចូលដល់ក្រោមនេះបន្ទាប់មកគឺយើងដាក់ structure ចេញមកឲ្យអស់ចំនួន2 stack ឥឡូវយើងបានដាក់ចម្ងាយវានេះចម្ងាយឆ្ងាយមែនតើមកដល់នេះបងយើងដាក់ខាងនេះ1 2 3 4 1 2 3 4ហើយយើងរកកន្លែងនេះ1 2 3 4 5 6 7 8 9 1តែមកយើងបិទកន្លែងនេះចិត្តមកជីកន្លែងនេះ 3x3 មកនេះឲ្យវា 3x3 អញ្ចឹងហើយអានេះជីកទៅដល់ចំណុចត្រឹមនេះតោះយើងត្រូវការដាក់ chest កន្លែងនេះអូកន្លែងនេះវិញគឺយើងដាក់ hopper មកនេះហើយយើងដាក់ hopper អញ្ចឹងមកដល់នេះគឺថាខ្ញុំខ្វះមួយហើយយើងយកកម្រាលព្រំដែលយើងបានផលិតនេះដាក់បិទវាជុំវិញអញ្ចឹងមកបិទវាហើយយើងបិទ slab ជុំវិញនេះមកតោះយើងដាក់ alarm block កន្លែងមួយហើយ
2ហើយយើងតឡានេះ1អញ្ចឹងមកហើយយើងបន្តវាមកចិត្តរហូតហើយយើងបិទវាចិត្តមកបន្ទាប់ពីយើងដាក់អញ្ចឹងហើយយើងចាប់ផ្ដើមដាក់កម្រាមព្រំនេះដាក់វា2ជាន់អញ្ចឹងមករូបរាងវាមកគឺបែបនេះគ្នាបន្តមកទៀតនោះគឺយើងដាក់ដីកន្លែងនេះ1កន្លែងនេះ1ទៀតហើយយើងឡើងមកលើយើងដាក់នេះទី1ហើយយើងវាយឲ្យដីខាងក្រោមយើងចេញទៅហើយតោះមកយើងចាប់ផ្ដើមសង់ជារង្វង់វាអញ្ចឹងមកតោះឥឡូវយើងបានសង់អាជ្រុងនេះជុំវិញនេះហើយអញ្ចឹងយើងត្រូវសង់ដដែលអញ្ចឹង13ដងចានេះគឺជាប្រអប់ទី1យើងសង់ប្រអប់ទី2ដោយគ្រាន់តែ1 2ហើយយើងដាក់នេះទី1មកយើងព័ទ្ធវាជុំវិញឥឡូវនេះគឺខ្ញុំបានសង់វាបាន13ជាន់ហ្នឹងនាងហើយដល់ជាន់ទី13ហើយយើងតឡើងនេះមកជាន់ទៀតបែបហ្នឹងមកហើយយើងរាប់ពីកន្លែងនេះទៅនោះ13ចំនួន13ប្លុកអូខេ1 2 3 10 11 12 13ខាងនេះដូចគ្នា1 2 3 11 12 13អញ្ចឹងយើងធ្វើអញ្ចឹងចំនួន13គុណ13អញ្ចឹងមកតោះមកយើងចាប់ផ្ដើមបំពេញវាឲ្យពេញមកពេលឥឡូវបានបំពេញវាហើយអ្នកនេះបានគឺ Enderman ចាប់ដើម spawn មកហើយដែលយើងធ្វើបន្តទៀតនោះគឺយើងចាប់ដើមបិទប្រាប់ដងកន្លែងនេះមកបិទខាងនេះដូចគ្នាបិទកន្លែងនេះមួយទៀតកន្លែងនេះមួយទៀតហើយយើងដាក់ដុំដីកន្លែងនេះមួយតោះបន្តមកទៀតនោះគឺយើងមកកន្លែងដីនេះហើយយើងដាក់1 2 3ហើយយើងដាក់ច្រវាក់មួយមកច្រវាក់កន្លែងនេះមួយហើយយើងបន្តដីមកគៀននេះមួយហើយយើងដាក់ក្រាបព្រំលើនេះតោះមកយើងដាក់ដីលើនេះមួយមកហើយយើងតឡើងវាចំនួន2អញ្ចឹងមកហើយយើងបិទដីវាចេញមកបាត់វាចិត្តចឹងមកនេះហើយដាក់ផ្ទៃរថភ្លើងកន្លែងនេះហើយដាក់រថភ្លើងលើនេះមកតោះមកទៀតយក Ender Pearl យើងយកមកគប់វារហូតយើងគប់ Ender Pearl រហូតទៅ1គប់មួយទៀតពេលយើងត្រូវគប់រហូតគប់ឲ្យវាចេញអាសត្វនោះមកនេះគប់អត់ចេញអូនេះចេញមកនេះចេញមកយើងទៅកាអាសត្វនេះគប់មកចេញអាសត្វនេះមកនេះអញ្ចឹងយើងធ្វើម៉េចក៏ដោយហើយដាក់ឈ្មោះវាទៅឥឡូវយើងធ្វើម៉េចក៏ដោយឲ្យវាធ្លាក់ចូលក្នុងរថភ្លើងនេះអូនេះវាចូលក្នុងរថភ្លើងហ្នឹងទេតោះយើងចាប់ផ្ដើមវាយដីចោលទៅឥឡូវយើងធ្វើម៉េចក៏ដោយត្រូវតែឲ្យអាសត្វនេះធ្លាក់មកលើកម្រាលព្រំនេះចោលយើងវាយទៅលើវាមកអញ្ចឹងវាធ្លាក់មកលើកម្រាលព្រំនេះគ្នាអត់អញ្ចឹងពេល Enderman ឃើញអាសត្វនេះវានឹងធ្លាក់វារត់ទៅដើម្បីខំអាសត្វនេះគឺវានឹងធ្លាក់ចុះក្រោមគ្នាគាត់ហើយយើងដាក់កម្រាលព្រំលើនេះមួយទៀតមកគឺហើយ100%នេះគឺ Enderman វានឹង spawn មកហើយវានឹងឃើញអាសត្វនេះវាចង់វាយអាសត្វនេះវានឹងចាញ់បោកយើងធ្លាក់ចុះក្រោមនោះតោះឥឡូវចូលមកក្រោមដល់គ្នានេះគ្នា Enderman ច្រើនមែនតើឥឡូវយើងវាយ Enderman ដល់គ្នាបើយើងឡើងរបស់លឿនណា Enderman គឺឡើងរបស់លឿនពីអញ្ចឹង Enderman ធ្លាក់មកគឺវាអស់ឈាមស្រាប់ហើយនេះអញ្ចឹងយើងក្រោយវាយវាទៅគឺបានរបស់អញ្ចឹងទេយើងចាំទៅវាយវាក្នុងនេះមកឥឡូវខ្ញុំវាយវាយករបស់30មិនិតមក plan គឺខ្ញុំបានរបស់30បាត់នេះឃើញអត់នេះមើល Ender Pearl យើងបាននេះគឺច្រើនទៅសុទ្ធ Ender Pearl អញ្ចឹងអានឹងដែរបើសិនជាខ្ញុំអត់បាន level 100ទេវីដេអូនឹងគឺអត់ចប់ដូចគ្នាអញ្ចឹងខ្ញុំនៅកាប់ពួកនឹងឲ្យបាន level 100ចាំយើងទៅផ្ទះវិញយើងកាប់យកដើម្បីបាន level ច្រើនទៅនេះឥឡូវខ្ញុំហោះទៅមើលខាងលើនេះមើលតិចអ្នកនេះឃើញ Enderman ពួកវាខឹង Enderman វាចង់សម្លាប់អាសត្វនៅលើនេះអញ្ចឹងវាក៏ចង់វាយហើយវាធ្លាក់ចុះក្រោមរបៀបធ្វើតែប៉ុណ្្នឹងឯងនេះតោះអីដែលខ្ញុំត្រូវធ្វើឥឡូវនេះគឺខ្ញុំអង្គុយវាយពួកហ្នឹងហើយបាន level 100យើងជួបគ្នាពេលខ្ញុំ level 100មើល level ជុំវិញមើល level ចូលខ្លួនខ្ញុំនេះតោះឥឡូវបាន level 40ហើយតោះឥឡូវបាន level 50ហើយឥឡូវយើងបាន level 60ហើយឥឡូវយើងបាន level 70ហើយឥឡូវយើងបាន level 80ហើយតោះឥឡូវបាន level 90ហើយ
តោះឥឡូវគឺយើងបាន level 100 គត់តែម្ដងនេះអូយទីបំផុតខ្ញុំចំណាយពេល1ម៉ោងជាងដើម្បីទទួលបាន level 100នេះទៀតឥឡូវគឺយើងត្រឡប់ទៅផ្ទះវិញអានេះគឺជារូបរាង farm របស់យើងរូបរាងបែបហ្នឹងគឺមានកង13ឥឡូវខ្ញុំហៅទៅផ្ទះវិញហើយដោយសារយើងគ្រប់ level ហើយវីដេអូរបស់យើងគឺចប់ត្រឹមហ្នឹងឯងអរគុណគ្នាយើងមែនតើដែលបានមើលវីដេអូនេះតាមដល់ចប់កុំភ្លេច comment ខាងក្រោមអ្នកមួយអ្នកនេះចង់ខ្ញុំសង់អីចឹងអ្នកនេះជួបខ្ញុំនៅវីដេអូក្រោយហើយវីដេអូក្រោយនេះជួបខ្ញុំ